ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំគឹមអ៊ីធ្វើវីដេអូចេញពីទីក្រុងថូរ៉ងាហ្នឹងហើយកាលពីម្សិលមិញផងដែរគឺជាថ្ងៃសៅរ៍នៅទីក្រុងថូរ៉ងារបស់យើងគឺមានប្រារព្ធពិធីវប្បធម៌អន្តរជាតិអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយគឺថាមនុស្សច្រើនខ្លាំងមែនតើបងប្អូនខ្ញុំហៅកន្លែងចតឡានអត់បានទេខ្ញុំត្រូវទៅចតនៅក្រោយមន្ទីរពេទ្យហើយត្រូវដើរមកវិញឡើងឆ្ងាយហ្នឹងហើយតបមកទៅយើងមកដល់ដំបងទៅមានលោកយាយគាត់រួមស្វាគមន៍អញ្ចឹងណាបងប្អូនលោកយាយហ្នឹងគាត់អាយុច្រើនណាស់បងប្អូនសិតតាចូលអត់ក្រោម60ឆ្នាំ70ឆ្នាំអីទេបងប្អូនមើលទៅសក់គាត់ទៅប៉ុន្តែគ្រាន់តែចាស់នៅនេះគាត់រឹងមាំសុខភាពល្អបងប្អូនគាត់ដូចថាម្ហូបអាហារនៅនេះយើងវាល្អអញ្ចឹងទៅគាត់ចាស់សុខភាពល្អ60 70អីមើលទៅក្មេងហ្នឹងហើយគាត់នៅរឹងមាំអញ្ចឹងណាហ្នឹងហើយគាត់រាំមានភ្លេងមានអីដែរបងប្អូនតែគ្រាន់តែខ្ញុំត្រូវតែបិទភ្លេងដើម្បីកុំឲ្យ Facebook ខ្ញុំវាខូចទេបងប្អូនចាប់គាត់ជាប់ copyright អីទៅវាខូចសុំទោសបងប្អូនរៀងតាក់មិនទេម៉ាក់ខ្ញុំគាត់អូសចៅទៅមកលុបហ្នឹងហើយបន្ទាប់មកយើងមើលទង់ជាតិមើលទង់ជាតិខ្មែរយើងនេះមានទង់ជាតិខ្មែរយើងដែរអញ្ចឹងណាបងប្អូននិយាយទៅកូនខ្ញុំនេះកំពុងតែរៀងសែតគាត់ថាគាត់ចង់ពាក់កៅអៅខ្មែរមកដែរហើយម្សិលមិញហ្នឹងយើងរៀងបញ្ញាប់ហ៎ព្រោះខ្ញុំឆាប់ទៅធ្វើការវិញអញ្ចឹងឆ្លៀតទៅវាព្រឹកមួយផ្លែតហ្នឹងក៏ឆ្លៀតទៅអត់បានស្លៀកពាក់អីឲ្យកូននេះខ្លួនឯងក៏អត់បានស្លៀកពាក់ដែរបងប្អូនគ្រាន់តែទៅជួយមើលទៅគ្រប់គ្រងខ្មែរយើងអញ្ចឹងណាប៉ុន្តែស្ដាយកូនខ្ញុំគាត់តិចថាចង់ពាក់ខ្មែរក៏អត់បានពាក់ហ្នឹងហើយព្រោះគាត់ឃើញប្រទេសផ្សេងអ្នកទៅមើលអីគេពាក់កៅអៅជនជាតិគេវប្បធម៌គេដែរអញ្ចឹងណាអញ្ចឹងគាត់ចង់ពាក់ដែរហ្នឹងហើយទៅជួបបងប្អូនជាជនជាតិចិននេះក៏ជាមួយមហូបក៏និយាយលេងតិចទៅហ្នឹងហើយនេះតង់មហូបអាហារបងប្អូនទាំងអស់គ្នាមហូបអាហារហ្នឹងផងដែរដូចថាភិកច្រើនខ្លះគេលក់តាមតំបន់ប្រទេសមហូបប្រទេសរបស់គេអញ្ចឹងណាហើយក៏មានអ្នកលក់អីផ្សេងនិយាយទៅដូចយើងដូចថាល្មើល account នៅស្រុកខ្មែរយើងដែរអញ្ចឹងណាហ្នឹងហើយនិយាយទៅប៉ុន្តែគ្រាន់តែស្ដាយមួយបងប្អូនឆ្នាំនេះអត់មានតូបមហូបខ្មែររបស់យើងណាបងខ្មែរយើងគាត់អត់បានលក់ជារាល់ដងគាត់មានលក់ដែរអញ្ចឹងណាអត់ដឹងថាឆ្នាំនេះគាត់រវល់ហើយគឺក៏អីអត់ដឹងទេតែខ្មែរយើងឡើងតិចអ្នកមែនតើពេលឡើងបង្ហាញអត់ដឹងដែរដូចថាម្នាក់សិតតែរវល់ធ្វើការមិនដឹងគឺយើងក៏អត់ដឹងដែរអញ្ចឹងណាហ្នឹងហើយនេះផងដែរខ្ញុំអត់ដឹងថាជនជាតិអីបងប្អូនចេះតែថតមហូបតង់មហូបទិញទួចជូនបងប្អូនមើលអញ្ចឹងណាហ្នឹងហើយនេះលោកពូឥណ្ឌានេះក៏គាត់មានមហូបគាត់តាមនិយាយទៅតាមប្រទេសតាមតំបន់របស់គាត់អញ្ចឹងទៅសុំសរសើរមួយបងប្អូនដូចថាឥឡូវពេលគេមានប្រពៃពិធីអីអញ្ចឹងគឺមានប៉ូលីសដើរចាំច្រើនដែរអញ្ចឹងណាហើយក៏មានឡានពេទ្យណាបងប្អូនឡានទុកសង្គ្រោះបឋមឬថាមានបញ្ហាអីអញ្ចឹងគឺមានឡានពេទ្យសកួរចាំនៅពិនិត្យមើលបងប្អូនអញ្ចឹងណាហ្នឹងហើយខ្ញុំដូចជាមានវីដេអូតែប៉ុណ្្នឹងទេបងប្អូនខ្ញុំអាចនឹងដាក់វីដេអូអឺជនជាតិផ្សេងគេសម្ដែងនៅចុងបន្ទាប់វីដេអូនេះទៀតអញ្ចឹងណាព្រោះកុំឲ្យវីដេអូយើងវែងពេកអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់និងចូលចិត្តមើលវីដេអូនេះខ្ញុំបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច like ចុច share ទាំងអស់គ្នាផងអរគុណ